Hello សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកំពុងតែចេញដំណើរទៅដើរលេងដឹងដើរលេងនៅណាអត់គឺអត់តាន់ប្រាប់ទេទុកឲ្យបងប្អូនទេឲ្យមកផ្កាតាមផ្លូវស្អាតណាបងប្អូនតាមផ្លូវនិយាយមែនតាមផ្លូវទៅអត់ចង់ប្រាប់ចង់ឲ្យបងប្អូនទេសិនមើលផ្កាលក្រហមពេញផ្លូវហ្មងតែបងប្អូនឃើញត្រេនអញ្ចឹងមកក៏ដឹងហើយថាទៅកន្លែងណាមែនអត់បងហើយមើលផ្កាតាមផ្លូវទេសភាពតាមផ្លូវស្អាតខ្លាំងមែនទែនស្រឡាញ់បែបធម្មជាតិអញ្ចឹងហើយមួយទៀតមើលភ្នំគេអីស្អាតហ្មងឡើងខៀវស្ងាត់ហ្មងបងប្អូនមើលនិយាយមែនស្រឡាញ់បែបហ្នឹងស្រឡាញ់ទេសភាពបែបហ្នឹងស្រឡាញ់ខ្លាំងហើយនេះជិះឡានណាតែបើសិនជាជិះម៉ូតូវិញប្រហែលជាសប្បាយជាងនឹងទៀតព្រោះឲ្យជិះម៉ូតូយើងបានមើលច្បាស់នេះនៅក្នុងឡានមើលអត់សូវច្បាស់ទេនៅក្នុងឡានហើយអត់មានខ្យល់អីទេមានតែម៉ាស៊ីនត្រជាក់ក្នុងឡានណាតែបើយើងជិះម៉ូតូវាមានខ្យល់ក្តៅផងអីផងអញ្ចឹងទៅវាមានអារម្មណ៍ថាសប្បាយមួយយ៉ាងដែរនេះណែបងប្អូនដល់ហើយណាគឺប្រាប់បងប្អូនហ្មងកុំឲ្យបងប្អូនឆ្ងល់គឺនៅសំឡូតហើយតរ៉េនឆ្ងាញ់ខ្លាំងនិយាយមែនសាច់ក្រាស់ហើយក្របទូចហើយសបកស្ដើងសំឡូតពិតញ៉ាំហើយចង់ញ៉ាំទៀតហើយមើលមាត់ទៅក៏ដឹងថាឆ្ងាញ់ដែរមើលមាត់ទៅហើយឆ្ងាញ់មែនហើយសាច់ទឹកដោះគោហើយក្របទូចមែនតើហើយមកតបហ្នឹងម៉ាក់មីងម៉ៅយកទាំងអស់ហ្មងហើយឥឡូវសើម៉ៅទៀតម៉ាក់មីងទិញសើម៉ៅយកទៅផ្ញើអ្នកផ្ទះហើយនឹងទុកញ៉ាំខ្លួនឯងតែអត់បានទិញច្រើនទេដោយសារតែរៀងថ្លៃដែរបងប្អូនរៀងថ្លៃអញ្ចឹងទៅទិញបានតែ2គីឡូម៉ាក់មីងទុកញ៉ាំទេហើយកុំច្រឡំថាពាក់អាវក្រហមនេះម៉ាក់មីងមិនមែនទេណាម៉ាក់មីងគឺពាក់អាវពណ៌សហើយនេះថតសកម្មភាពនៅក្នុងចកាចង់និយាយថាភ័យដើរភ័យខ្លាចតរ៉េនធ្លាក់ចុងក្បាលដោយសារតែម្ចាស់ចំការថាដើរមើលផងដោយសារតែតរ៉េនខែនេះទុំមកចឹងទៅយ៉ាធ្លាក់ចុងក្បាលចឹងទៅចេះតែភ័យដើរងាយហើយឥឡូវ style ថតអីណានេះចំការគេច្រើនណាបងប្អូនរាប់រយដើមរាប់ពាន់ដើមហ្មងហើយដើមធំទៀតមិនដើមទូចទេបងប្អូនមើលទៅហើយនេះម៉ាក់មីងហើយនឹងលោកមីកំពុងតែថតរូបដែរហើយនេះមើលជុំវិញខ្ញុំសិតតែតរ៉េនហ្មងហើយតរ៉េននិយាយថាឆ្ងាញ់ហើយនេះដើររើសបានតរ៉េនតែដោយសារតែចេះមើលតែពិតតរ៉េននឹងតរ៉េនខ្ចីទេបងប្អូនដើរទៅចេះតែឃើញទៅចេះតែរើសទៅហើយតែពេលទៅសួរម្ចាស់ចំការថាតរ៉េនខ្ចីទេហើយនេះដាក់ទៅមកគូតឡានហ្មងនិយាយមែនមកទិញមិនទិញតិចទេទិញច្រើនហ្មងទិញមកគូតឡានហ្មងហើយនេះឥឡូវមកដល់ទឹកធ្លាក់បោះឡើងបងប្អូនទឹកធ្លាក់បោះឡើងហើយនេះអូនសេម៉ានិយាយទៅកេងពីបាត់ដំបងរហូតដល់សំឡូតហ្មងនិយាយមែនកេងមកដើរលេងមិនតែកេងរហូតហើយនេះមើលទេសភាពនៅទឹកធ្លាក់បោះឡើងខ្ញុំមកជាលើកទី2បងប្អូនខ្ញុំនៅបាត់ដំបងមែនប៉ុន្តែមកលេងនេះបានតែ2ដងណាហើយនេះម៉ាក់ហើយនឹងលោកមីកំពុងចុះទៅលេងខាងក្រោមហើយនេះមើលទឹកធ្លាក់ខាងក្រោមតែទឹកខែនេះអត់សូវថ្លាទេបងប្អូនដោយសារតែភ្លៀងអញ្ចឹងទៅវារៀងល្អក់ហើយអញ្ចឹងអត់សូវមានអ្នកលេងហើយមួយទៀតមកនេះគឺមកម៉ោង5កន្លះហើយបងប្អូនមកម៉ោង5កន្លះអញ្ចឹងទៅគេឡើងទៅវិញអស់ហើយមានតែប្រហែលអ្នកនេះឯងដោយសារតែមកសំឡូតម៉ោង2ហីមកសំឡូតម៉ោង2ហីអញ្ចឹងទៅវារៀងឡេតមកបន្តិចហើយជ្រុលមកទិញតរ៉េនហើយក៏ឈៀងចូលលេងបន្តិចទៅហើយនេះអ្នកលក់គាត់ក្រាងកាតេលឲ្យអង្គុយញ៉ាំអីហើយគាត់ថាគាត់ហ្វ្រីឲ្យល្ងាចចេះគាត់អត់គិតលុយទេប៉ុន្តែម៉ាក់មីងដាក់បាយពីផ្ទះមកទេអត់បានទិញអីគេញ៉ាំទេចង់និយាយថាម៉ាក់មីងកូនមួយប៉ុន្តែក៏មើលរៀងស្អាតសាហាវនិយាយមែនបាយពុកម៉ែបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះ